នេះមានអីប្លែកៗទេបងប្អូនញ៉ានេះមកបង្ហាញពីស្នាដៃចាំមាន់ដិតកូកាហើយមាន់ដិតកូកានេះអត់បានថតជាគ្រប់គ្រាន់នេះទេកាត់យកឲ្យស្អាតមានពេលថតបងប្អូនអញ្ចឹងប្រឡោះចេះតែថតបានប៉ុណ្ណាក៏បង្ហាញប៉ុណ្ណឹងទៅហើយនេះគឺជាការធ្វើទឹកត្រីកោះកុងរបស់នឹងខ្ញុំគឺការធ្វើរបស់ខ្ញុំក៏ប្លែកម្យ៉ាងណាគឺខ្ញុំប្រើខ្ទឹមម្ទេសបុកហើយគឺខ្ញុំដាក់ប៊ីចេងស្ករហើយនឹងរ៉តឌីបន្តិចដើម្បីឲ្យយកជាតិក្លិនឈ្ងុយបងប្អូនឈ្ងុយដើម្បីឲ្យរសជាតិមើលទៅរៀងដិតនិយាយទៅរសជាតិទឹកត្រីនេះរសជាតិរៀងប្រៃបន្តិចផ្អែមបន្តិចនិងជូរបន្តិចអញ្ចឹងបងប្អូននិសានឹងខ្ញុំចង់បានរសជាតិរៀងដិតបន្តិចអញ្ចឹងបន្ទាប់ពីយើងច្បល់ចូលគ្នាអស់ហើយគឺយើងចាប់ផ្ដើមបុកវាឲ្យម៉ត់សំគ្រឿងឲ្យវាមានជាតិជើឲ្យឆ្ងាញ់អញ្ចឹងបងប្អូនបន្ទាប់ពីបុកម៉ត់ហើយគឺខ្ញុំដួសដាក់ចានជាមួយនឹងគ្រឿងហើយលាយច្បល់ជាមួយដាក់ទឹកត្រីដាក់ក្រូចបន្ថែមអញ្ចឹងដើម្បីយកជាតិឆ្ងាញ់បងប្អូនឥឡូវយើងក៏លេចមកមើលមាន់របស់យើងវិញគឺឆ្អិននេះបងប្អូនដិតជាមួយកូកាបងប្អូនប្រើរយៈពេលប្រហែលជាជិត1ម៉ោងឆ្អិនបងប្អូនបន្ទាប់ពីឆ្អិនហើយគឺពួកយើងចាប់ផ្ដើមលើកមកហូបតែម្ដងគឺរសជាតិឆ្ងាញ់បងប្អូនមាន់ស្រែផងនិយាយទៅរសជាតិវាឆ្ងាញ់មែនតើអរគុណច្រើនក៏វីដេអូក៏មានតែប៉ុណ្្នឹងទេខ្លីៗដើម្បីឲ្យធ្វើជាមាតិកាឲ្យបងប្អូនមើលដើម្បីឲ្យបងប្អូនមើលហើយកុំភ្លេចជួយ like ជួយ subscribe ជួយ comment ផងបងប្អូនណាចានឹងខ្ញុំមានកម្លាំងចិត្តនឹងធ្វើវីដេអូដើម្បីឲ្យបងប្អូនទស្សនាទៀតចាអរគុណច្រើនវីដេអូមានតែប៉ុណ្្នឹងអរគុណបាយបាយ